ជនបរទេសបើករយន្តវេចង្កូតទៅបុកអ្នកជាកង់ពីក្រោយស្លាប់ទាំងព្រឹកលើផ្លូវ60ម៉ែត្រជនបរទេសម្នាក់កំពុងបើករយន្តលឿនស្រាប់តែវេចង្កូតទៅបុកពីក្រោយបណ្ដាលឲ្យបរិសអ្នកជិះកង់ដួលបែកក្បាលស្លាប់បាត់បង់ជីវិតទាំងព្រឹកព្រលឹមនៅលើផ្លូវ60ម៉ែត្រគ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 6:35 នាទីព្រឹកថ្ងៃទី 19 ខែមេសាឆ្នាំ 2025 ស្ថិតតាមបណ្ដោយផ្លូវ60ម៉ែត្រសង្កាត់ចាក់ហង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញសពជនរងគ្រោះជាមនុស្សប្រុសពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយបើតាមព័ត៌មានពីប្រជាពលរដ្ឋបានដឹងថាគេបានឃើញបរិសុទ្ធជនជាតិបរទេសម្នាក់ជនសង្ស័យជាជនជាតិចិនបានបើករថយន្តមួយគ្រឿងម៉ាក Range Rover ពាក់ស្លាកលេខភ្នំពេញ 2BX 8289 តាមបណ្ដោយផ្លូវ60ម៉ែត្រក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូងស្របពេលមកដល់ចំណុចកាត់ហេតុជនបង្កដែលកំពុងបើករថយន្តលឿនស្រាប់តែវេចង្កូតទៅបុកកង់ពីក្រោយពេញទំហឹងក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យបរិសុទ្ធជាអ្នកជិះកង់ដួលបែកក្បាលស្លាប់ភ្លាមៗតែម្ដងក្រោយកាត់ហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកចុះមកធ្វើការវាស់វែងយករថយន្តនិងកង់ទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយចំណែកឯសពសមត្ថកិច្ចប្រគល់ឲ្យគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ